នៅពេលដែលយើងនិយាយអំពីសុខភាពមានមនុស្សជាច្រើនតែងតែគិតអំពីសុខភាពរាងកាយហើយនិងសុខភាពផ្លូវចិត្តដែលមានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ជាមួយនឹងសុខភាពខាងផ្នែកព្រលឹងវិញ្ញាណនោះទេតើអ្នកទាំងអស់គ្នាដឹងទេថាសុខភាពខាងផ្នែកព្រលឹងវិញ្ញាណនេះគឺពិតជាអាចប៉ះពាល់ទៅដល់គ្រប់តំបន់នៃសុខភាពមិនថារាងកាយឬក៏ផ្លូវចិត្តនោះទេទាក់ទងទៅនឹងចិត្តហើយនិងអារម្មណ៍នៅពេលដែលសុខភាពខាងផ្នែកព្រលឹងវិញ្ញាណរបស់យើងរឹងមាំគឺអ្នកនឹងមានអារម្មណ៍ថាមានមូលដ្ឋានមួយភាពតានតឹងការថប់បារម្ភហើយនិងភាពសោកសៅគឺមិនអាចគ្រប់គ្រងមកលើយើងបាននោះទេផ្ទុយទៅវិញក្នុងខ្លួនរបស់អ្នកគឺពោរពេញទៅដោយក្តីសង្ឃឹមមិនថានៅពេលដែលជីវិតយើងកំពុងតែជួបទុក្ខលំបាកធំប៉ុណ្ណានោះទេតើសុខភាពខាងផ្នែកព្រលឹងវិញ្ញាណអាចប៉ះពាល់អ្វីបានខ្លះទៅដល់សុខភាពខាងផ្នែករាងកាយរបស់យើងតើអ្នកជឿដែរឬទេនៅពេលដែលយើងអនុវត្តខាងផ្នែកព្រលឹងវិញ្ញាណរបស់យើងដូចជាការអធិដ្ឋានការអានព្រះគម្ពីរនិងការចំណាយពេលស្ងប់ស្ងាត់ផ្ទាល់ខ្លួនជាមួយនឹងព្រះគឺអាចជួយបន្ថយសម្ពាធឈាមរបស់យើងបើសិនជាយើងមានសម្ពាធឈាមខ្ពស់និងធ្វើឲ្យយើងមានការគេងលក់ស្រួលដោយមិនមានការខ្វល់ខ្វាយអ្វីទាំងអស់និងថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យបានកាន់តែល្អថែមទៀតខាងផ្នែកវិញ្ញាណពិតជាសំខាន់មែនទែនគឺដែលយើងមិនអាចបំភ្លេចបាននោះទេពីព្រោះថាខាងផ្នែកព្រលឹងវិញ្ញាណអាចជួយធ្វើឲ្យយើងជាសះស្បើយទាំងខាងក្នុងហើយនិងខាងក្រៅផងដែរខាងផ្នែកព្រលឹងវិញ្ញាណគឺបានបង្រៀនអំពីសេចក្តីសប្បុរសការអត់ទោសនិងក្តីមេត្តាដែលទាំងនេះហើយដែលអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែរឹងមាំមិនថាទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកដទៃឬក៏ជាមួយនឹងព្រះឬក៏ជាមួយនរណាដែលធំជាងខ្លួនយើងក៏ដោយកាត់បន្ថយភាពឯកោនិងកសាងសហគមន៍ពិតប្រាកដគោលបំណងជីវិតតើរាល់ថ្ងៃនេះអ្នកមានគោលបំណងជីវិតដែរឬទេឬមួយក៏អ្នកគិតថាខ្ញុំមិនដែលខ្វល់ពីគោលបំណងជីវិតអ្វីនោះទេនៅពេលដែលអ្នកមានសុខភាពល្អខាងផ្នែកព្រលឹងវិញ្ញាណជីវិតរបស់អ្នកនឹងមានទិសដៅមិនតែតោមិនឯកោហើយម្យ៉ាងទៀតអ្នកនឹងរស់នៅជាមួយនឹងជីវិតដែលមានតម្លៃហើយនឹងភាពស្មោះត្រង់នៅពេលដែលអ្នកភ្ញាក់ពីគេងជារៀងរាល់ថ្ងៃអ្នកនឹងដឹងថាជីវិតរបស់អ្នកគឺពិតជាមានន័យដូច្នេះតើសុខភាពខាងផ្នែកព្រលឹងវិញ្ញាណដែលយើងមិនអាចមើលឃើញនោះតើនឹងធ្វើអ្វីមកដល់ជីវិតរបស់យើងខ្លះជួយព្យាបាលរាងកាយរបស់អ្នកទាំងខាងក្នុងហើយនិងខាងក្រៅធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែល្អប្រសើរជាមួយនឹងព្រះក៏ដូចជាជាមួយនឹងអ្នកដទៃហើយអ្វីដែលកាន់តែពិសេសនោះគឺធ្វើឲ្យជីវិតរបស់អ្នកមានគោលបំណងពិតប្រាកដខ្ញុំជឿថានរណាក៏ចង់បានជីវិតដែលមានគោលដៅច្បាស់លាស់ដែរហើយនាងខ្ញុំក៏មានខព្រះគម្ពីរសម្រាប់លើកទឹកចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរគឺនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ7យ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើពីអស់ទាំងគំនិតនឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវនាងខ្ញុំសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះដល់ចប់ហើយនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានមេរៀនយ៉ាងល្អហើយនាងខ្ញុំសូមជូនពរឲ្យពុកម៉ែបងប្អូនបានចំណាយពេលជាមួយព្រះក៏ដូចជាធ្វើឲ្យសុខភាពខាងផ្នែកព្រលឹងវិញ្ញាណរបស់ពុកម៉ែបងប្អូនកាន់តែរីកចម្រើនតទៅមុខដើម្បីឲ្យជីវិតមានគោលបំណងច្បាស់លាស់និងមានក្តីសង្ឃឹមនាងខ្ញុំសូមអរគុណសូមជម្រាបលា